អ្នកនាំពាក្យរាជរដ្ឋាភិបាលសម្រាប់ថ្ងៃទី5 ខែមិថុនាឆ្នាំ2026បានជម្រាបពីមូលហេតុដែលកម្ពុជាសម្រេចចិត្តប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនអំពីមូលហេតុនៃការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS និងជំហររបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីទី1សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី2 ខែមិថុនាឆ្នាំ2026បានប្រកាសពីការចាប់ផ្ដើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃមូលហេតុអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលកម្ពុជានិងថៃមានក្របខ័ណ្ឌទ្វេភាគីគឺដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នាក្របខ័ណ្ឌទ្វេភាគីនោះគឺអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001ឬហៅកាត់ថា MOU 2001អនុសារណៈនៃការយោគយល់គ្នានេះឆ្លុះបញ្ចាំងពីការយល់ឃើញជាមួយគ្នាថាប្រទេសទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយព្រំដែនសមុទ្រនិងអភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធីនិងសម្រាប់ផលប្រយោជន៍ទៅវិញទៅមកសម្ដេចធិបតីបន្តថានៅពេលដែលរាជរដ្ឋាភិបាលថៃបានប្រកាសថានឹងដកខ្លួនចេញពីក្របខ័ណ្ឌទ្វេភាគីដ៏យូរអង្វែងនេះកម្ពុជាបានស្នើឲ្យភាគីថៃពិចារណាឡើងវិញប៉ុន្តែជាការគួរឲ្យសោកស្ដាយភាគីថៃនៅតែសម្រេចចិត្តដើរចេញពីក្របខ័ណ្ឌទ្វេភាគីនេះដដែលការនេះមានន័យថា MOU 2001ដែលជាក្របខ័ណ្ឌទ្វេភាគីព្រមព្រៀងគ្នាតែមួយគត់សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាក្នុងរយៈពេលជាង25ឆ្នាំកន្លងមកមិនអាចយកមកប្រើប្រាស់ទៀតបានឡើយការនេះបង្ហាញយ៉ាងច្បាស់ថាឱកាសចរចាទ្វេភាគីដើម្បីឈានទៅរកដំណោះស្រាយត្រូវបានប្រើប្រាស់អស់លទ្ធភាពហើយហេតុដូច្នេះរាជរដ្ឋាភិបាលកម្ពុជាបានពិចារណាយ៉ាងហ្មត់ចត់បំផុតនៅរាល់ជំរើសផ្លូវច្បាប់និងដោយសន្តិវិធីដែលមាននិងដែលអនុវត្តទៅបានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដែលស្គាល់ជាទូទៅថាជាសន្ធិសញ្ញាអន្តរជាតិដែលកំណត់នៅសិទ្ធិនិងការទទួលខុសត្រូវរបស់រដ្ឋភាគីនានាពាក់ព័ន្ធនិងដែនសមុទ្រដែលក្នុងនោះទាំងកម្ពុជានិងថៃជារដ្ឋភាគីនៃអនុសញ្ញានេះការផ្សះផ្សាដោយបង្ខំដែលជាយន្តការផ្លូវច្បាប់ដោយសន្តិវិធីនៅក្រោមអនុសញ្ញា UNCLOS និងអនុញ្ញាតឲ្យប្រទេសទាំងពីរបង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មាធិការឯករាជ្យមួយដែលមានសមាជិកជាអ្នកផ្សះផ្សាចំនួន5រូបនិងសិតតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិកម្ពុជាសង្ឃឹមយ៉ាងមោះមុតថាដំណើរការនេះនឹងបង្ហាញជាថ្មីម្ដងទៀតនៅតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិនិងការដោះស្រាយជម្លោះដោយសន្តិវិធីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្ដីទីក៏ធ្លាប់សម្ដែងការសោកស្ដាយដែលថៃលុបចោល MOU 2001ហើយសម្ដេចបានគូសបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិដូច្នេះសូមកុំចោទប្រកាន់ថាកម្ពុជាធ្វើជាអន្តរជាតិតុបនីយកម្មបញ្ហាទ្វេភាគីនិងសូមកុំនិយាយថាធ្លាក់ចូលអន្តៈកម្ពុជាដែលចង់ឲ្យភាគីទី3ឬអន្តរជាតិចូលរួមនិងសូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគីសម្ដេចតេជោសង្ឃឹមថាកម្ពុជានិងថៃនឹងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចចាប់ផ្ដើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នកម្ពុជារបស់ជាតិក្រសួងស្ថាប័នរហូតរដ្ឋបាលថ្នាក់ក្រោមជាតិនិងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអាចនិយាយបានថាប្រជាជាតិខ្មែរកំពុងឈរនៅលើជំហរឯកភាពជាតិដ៏រឹងមាំមួយឆ្ពោះទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធីតា
តាមរយៈការផ្សះផ្សាដោយភាគីអន្តរជាតិនិងស្របតាមច្បាប់អន្តរជាតិដើម្បីទទួលបានដំណោះស្រាយមួយត្រឹមត្រូវយុត្តិធម៌និងយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរក៏ដូចជាសម្រាប់សន្តិភាពស្ថិរភាពនិងវិបុលភាពក្នុងតំបន់ទាំងមូលទី2ក្នុងការទទួលជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជាកាលពីថ្ងៃទី3ខែមិថុនាឆ្នាំ2026ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលបញ្ហាព្រំដែនកម្ពុជាថៃនិងការដឹកនាំក្រុមអ្នកសង្កេតការអាស៊ានក្នុងឆ្នាំ2025ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតម៉ាឡេស៊ីអំពីស្ថានភាពវិវត្តថ្មីៗនៅតាមព្រំដែនកម្ពុជាថៃនិងសង្ឃឹមជឿជាក់ថាម៉ាឡេស៊ីនឹងបន្តចូលរួមចំណែកក្នុងបញ្ហានេះ